បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកដល់ថ្ងៃនេះគឺថ្ងៃទី27ខែធ្នូឆ្នាំ2025បាទមកដល់ពេលនេះឃើញថាដំណាំស្វាយចន្ទីរបស់យើងគឺចាប់ផ្ដើមផ្កាហើយពុកម៉ែបងប្អូនបានមានផ្កាខ្លះហើយក៏ក្តឹបខ្លះបាទហើយក៏ដើមខ្លះអត់ទាន់ចេញផ្កាមកដែរបាទហើយការខ្ញុំនេះពូជនេះគឺពូជបុរាណរបស់យើងហ្នឹងបាទហើយថាពូជអត់ទាន់ឃើញផ្កាទេបាទកាពូនៅក្បែរហ្នឹងបាទហើយនេះគឺពូជធម្មជាតិបាទពូជដូនតារបស់យើងបាទហើយក្នុងមហត្តានេះគឺខ្ញុំប្រើជីអស់ 2B បាទមហត្តាអស់ 2B គឺយើងដាក់តិចយកដាក់ច្រើនទេបាទដូចឆ្នាំទៅបាទគឺយើងដាក់ប៉ុណ្ណឹងដែរឃើញថាផ្លែវាគ្រាន់បើជាងដែលយើងអត់ដាក់ជីបាទហើយវាផ្លែមិនជឿតបាទតែនេះគឺថាផ្លែលឿនបាទផ្លែលឿនផ្កាវាចាប់ដើមផ្កាចាប់ដើមក្តឹបបាទអានេះគឺសុបិយមេឃដែលវាដោះចេញពីមេឃនេះគឺដោះចេញមកគឺផ្កាយកតែម្ដងបែបបងប្អូនឃើញហើយគឺថាឡើងស្អាតបាទនេះគឺពូជដែលយើងជួសដើមធំដែលវាងាប់បាទបងប្អូនណាពូជនេះឃើញថាងាប់បណ្ដើខ្លះក៏ងាប់ខ្លះក៏នៅរស់បាទដូចពុកម៉ែបងប្អូនឃើញហើយក៏នោះបាទនោះងាប់បណ្ដើហើយអញ្ចឹងពេលដែលងាប់យើងទៅជួសពូជនេះឡើងវិញបាទពួកកាលខ្ញុំដាំនេះពូជអត់ទាន់ចេញមកទេបាទអត់ទាន់ចេញមកទេវាចេញហើយព្រោះថាមកដល់តំបន់ខ្ញុំហ្នឹងវាអត់ទាន់មានបាទយើងដាំពូជបុរាណដដែលអញ្ចឹងទៅនេះពូជដែលខ្ញុំដាំហ្នឹងវាចូល10ឆ្នាំហើយពុកម៉ែបងប្អូនបាទ10ឆ្នាំហើយអញ្ចឹងដើមខ្លះក៏ងាប់ទៅវិញបាទតែនេះអីចោលដួលទៅក៏ងាប់ទៅវិញទៅបាទហើយជួសក្រោយនេះសិតតែពូជហើយបងពូជហើយនេះដួលទៅអត់ងាប់កាប់ចេញដល់ប៉ុណ្ណឹងឥឡូវយើងជួសពូជមកជានោះបាទដូចពុកម៉ែបងប្អូនឃើញហើយយើងជួសនៅពូជវិញដល់ដើមនោះអានោះងាប់នោះងាប់យើងទៅជួសវាបាន2បន្តទៀតបើយើងកាប់ចោលទាំងអស់វាស្ដាយលុយស្ដាយលុយវាត្រូវយើងកាត់ចោលយើងដាំថ្មីក៏បានផលវាត្រូវចំណាយពេលបាទដូចនេះដើមវាទៅចង់រងងាប់បាទទី4ដើមតែឃើញថាវានៅល្អ